ថ្ងៃនេះខ្ញុំមកធ្វើមីឆាដាក់សាច់ក្រកជាដំបូងយើងហាន់សាច់ក្រកជាចំណិតឥឡូវនេះខ្ញុំហាន់សាច់ក្រករួចហើយយើងត្រូវដាក់ខ្ទឹមឥឡូវនេះខ្ញុំហាន់ខ្ទឹមរួចហើយឥឡូវយើងយកវាទៅដាក់ចូលក្នុងខ្ទះទាំងអស់គ្នាជាដំបូងយើងដាក់ខាត់ឲ្យក្តៅហើយយើងដាក់ខ្ទឹមហើយបានដាក់សាច់ក្រកយើងចាក់ខ្ទឹមចូលយើងកូរវាឲ្យឆ្លាញ់វាកូរឲ្យខ្ទឹមចេញពណ៌ក្រហមហើយយើងចាក់សាច់ក្រកចូលឲ្យសាច់ក្រកយើងត្រឡប់វាឲ្យសាច់ក្រកឆ្អិនហើយចាំយើងដាក់ស្មីហើយយើងឲ្យស្មីដាក់ចូលក្នុងទឹកក្តៅចំនួនរយៈពេល4នាទីបានយើងស្រង់នេះឥឡូវនេះគ្រប់4នាទីហើយយើងលើកវាទៅស្រង់ដល់គ្នាឲ្យយើងយកវាមកស្រង់យើងក៏យកកូនពេទ្យទៅឲ្យទឹកសើមតិចបានកោតទៅចូលជាតិមកឥឡូវនេះយើងមកចាក់គ្រឿងចូលទៅគ្នាយើងចង់បានហើយយើងចាក់ទៅនឹងទៅយើងចាក់បើចូលយើងចាប់ផ្ដើមកូរវាហើយចាំយើងដាក់សាច់ក្រកចូលឥឡូវនេះយើងកូរវាចូលជាតិអស់ហើយយើងចាប់ផ្ដើមដាក់សាច់ក្រកចូលតែបងប្អូនទាំងអស់គ្នាញ៉ាំបន្លែអីដាក់ទៅថ្ងៃនេះខ្ញុំអត់ចង់ញ៉ាំបន្លែទេខ្ញុំចង់ញ៉ាំតែពងនេះជាម្ហូបចុងខែរបស់ខ្ញុំជម្រាបលាបងប្អូន